តាមកាសែត The Nation គាត់បានរាយការណ៍ថានាយករដ្ឋមន្ត្រីថៃគឺលោកអនុทิនច័ន្ទវីរកុលហ្នឹងគឺបានបញ្ជាក់នៅថ្ងៃសុក្រហ្នឹងគឺថាប្រទេសថៃនឹងមិនបើកច្រកព្រំដែនឡើងវិញទេរហូតតតែគាត់ចាត់ទុកថាកម្ពុជាលែងបង្កការគំរាមកំហែងទៅដល់ប្រទេសថៃទៀតដោយសង្កត់ធ្ងន់ថាកងកម្លាំងយោធារបស់ថៃនោះគឺមានអំណាចពេញលេញនៅក្នុងការពារអធិបតេយ្យភាពរបស់ជាតិថៃបាទគឺគាត់និយាយបែបនេះនៅក្នុងពេលនៅក្នុងវិមានរដ្ឋាភិបាលហើយគាត់ថាគោលជំហរគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកគឺមានច្រើនណាក្នុងនោះរួមមានការធ្វើប្រជាមតិឡើងវិញនៅអនុសារណៈស្ដីពីការយោគយល់ឆ្នាំ2000-2001បាទដែលគេហៅថា MOU 43-44នៅក្នុងប្រទេសថៃគេហៅអញ្ចឹងណា MOU 43-44ហ្នឹងគឺដើម្បីធ្វើយ៉ាងណារារាំងបង្ការមិនឲ្យមានចំនួនបន្ថែមទៀតឬក៏ភាពតានតឹងនៅតាមព្រំដែនជាមួយនឹងកម្ពុជាថៃនោះទេបាទនេះគឺជាការលើកឡើងរបស់លោកអនុทิនក៏បានទទួលស្គាល់ថាការបង្កហេតុក្នុងពេលកន្លងមកដែលកើតឡើងជាប្រចាំនៅតាមព្រំដែននេះគឺកងកម្លាំងរបស់យោធាថៃបានបង្ហាញនៅការអត់ធ្មត់ដ៏ខ្លាំងបំផុតហើយនៅតែត្រៀមលក្ខណៈជានិច្ចដើម្បីទប់ស្កាត់រារាំងការចូលឈានពានណាមួយលោកបាននិយាយថាគឺគាត់បានបញ្ជាក់ឡើងវិញហើយនៅជំហររបស់គាត់ជាមួយនឹងក្រសួងការពាររបស់ថៃនឹងហើយបាននិយាយជាមួយនឹងមេបញ្ជាការយោធាផងដែរដោយសម្ដែងជំនឿទុកចិត្តថាភាគីទាំងពីរនេះនឹងចែករំលែកនៅការយោគយល់គ្នានិងកិច្ចសហប្រតិបត្តិការគ្នាហើយចំពោះវិធានការវិបកណាវិញជាក់លាក់ណាមួយនោះគឺអាចនឹងជាការមួយដែលចាត់ការដោយផ្ទាល់ដោយយោធារបស់ថៃហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាតើពេលណាទៅដែលលោកអាចមានផែនការនិយាយគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតឬក៏លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជាដើម្បីបន្ធូរបន្ថយភាពតានតឹងនោះទេហើយនៅលើជ្រុងការទូតវិញបាទលោកអនុทิននិយាយថាគឺគាត់បានណែនាំទៅដល់រដ្ឋមន្ត្រីក្រសួងការបរទេសថៃគឺលោកស៊ីហាស័កភួងខិតខាវដែលជាអ្នកការទូតដ៏មានបទពិសោធន៍ម្នាក់ឲ្យមើលការខុសត្រូវទៅលើគោលនយោបាយការបរទេសនឹងដោយលោកបានសង្កត់ធ្ងន់ថាការសម្រេចចិត្តណាមួយតាក់ទងជាមួយនឹងការធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជានឹងគឺទៅតែផ្អែកទៅលើករណីមួយម្ដងដោយមានការពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់គាត់ហ្នឹងបាទ